យើងគួរជ្រើសរើសប្រព័ន្ធគមនាគមន៍ប្រភេទអ្វីដើម្បីការពារខ្លួនពីការឆ្លងជំងឺ COVID-19 ពេលធ្វើដំណើរមុននឹងអ្នកធ្វើដំណើរអ្នកគួរគិតឡើងវិញថាតើអ្នកចាំបាច់ត្រូវធ្វើដំណើរដែរឬទេអ្នកគួរផ្អាកការធ្វើដំណើរប្រសិនជាមិនចាំបាច់ប្រសិនបើអ្នកត្រូវទៅធ្វើដំណើរដោយចាំបាច់ដោយប្រើមធ្យោបាយធ្វើដំណើរអ្នកត្រូវជៀសវាងមធ្យោបាយសាធារណៈសូមជ្រើសរើសមធ្យោបាយដែលសមស្របដើម្បីកាត់បន្ថយការប្រើប្រាស់មធ្យោបាយសាធារណៈបើក្នុងរថយន្តមានមនុស្សដទៃជិះជាមួយត្រូវរក្សាគម្លាតពីគ្នាពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនិងយកទឹកអាល់កុលលាងដៃតាមជាប្រចាំសម្រាប់លាងដៃបើកបង្អួចរថយន្តឲ្យមានខ្យល់ចេញចូលល្អកុំបើកម៉ាស៊ីនត្រជាក់ខ្ទប់ច្រមុះនឹងមាត់ពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃឬក្រដាសអនាម័យចំពោះអ្នកបើកបររថយន្តសាធារណៈត្រូវមានទឹកអាល់កុលឬអាល់កុលជែលឲ្យអ្នកដំណើរលាងដៃពេលឡើងរថយន្តត្រូវសម្អាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូឬអាល់កុលតាមថ្នាក់កៅអីបើកបង្អួចដើម្បីឲ្យមានខ្យល់ចេញចូលល្អដោយមិនប្រើម៉ាស៊ីនត្រជាក់លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់និងខ្ទប់មាត់និងច្រមុះពេលក្អកឬកណ្ដាស់ដោយប្រើក្រមាកែងដៃឬក្រដាសអនាម័យបើអ្នកបើកបរមានសញ្ញាដូចជាផ្ដាសាយត្រូវផ្អាកការបើកបរជាបណ្ដោះអាសន្នហើយស្វែងរកសេវានៅមន្ទីរពេទ្យសាធារណៈបច្ចុប្បន្ននេះជំងឺ COVID-19 កំពុងរាលដាលក្នុងពិភពលោកនិងក្នុងប្រទេសកម្ពុជាជាងដែរហើយជំងឺនេះងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតសូមចូលរួមទប់ស្កាត់ការចម្លងជំងឺ COVID-19 ដោយផ្អាកការធ្វើដំណើរឬការជួបជុំនានាដែលមិនចាំបាច់